ជំរាបសួរបងប្អូនអរគ្នានេះខ្ញុំមានរូបមន្តថ្នាំខ្មែរខ្ញុំខានចេញថ្នាំខ្មែរនឹងចែកជូនបងប្អូនយូរហើយប៉ុន្តែថ្ងៃនេះសមាជិកមកធ្វើប្រភេទឱសថបុរាណចែកជូនដល់បងប្អូនជាបន្តទៀតបាទឃើញថាមួយរយៈហ្នឹងមានបងប្អូនជាច្រើនដែលគាត់សួរនាំពីរឿងបញ្ហាថ្នាំខ្មែរនឹងដែរណាបាទអញ្ចឹងនេះខ្ញុំសូមលើកយកនៅឱសថបុរាណខ្មែរយើងមួយមុខសម្រាប់ជួយព្យាបាលបញ្ហាជំងឺដូចជាពិសេសហ្នឹងគឺជំងឺលើសឈាមណាបងប្អូនអាចសាកនៅរូបមន្តនឹងបានគឺបកែហើយគេប្រើទៅបានផលច្រើនឃើញមានការផ្ទុះហើយនឹងចែកម្លែកតគ្នានៅក្នុងបណ្ដាញសង្គមផងដែរហើយខ្ញុំក៏យកមកចែកម្លែកបន្តនៅក្នុង channel នេះផងដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាលើសសម្ពាធឈាមបាទ13 14ផឹកថ្នាំហើយមិនចុះប៉ុន្តែបងប្អូនកុំភ្លេចធ្វើលំហាត់ប្រាណដែលអាចធ្វើទៅបានជាពិសេសពូដែលគាត់មានវ័យចំណាស់ហ្នឹងគាត់លំហាត់ប្រាណវាមិនដូចយើងក្មេងទេប៉ុន្តែយើងព្យាយាមហាត់ប្រាណហើយផឹកទឹកអញ្ចឹងរូបមន្តថ្ងៃនេះគឺយើងប្រើខ្ទឹមបាទខ្ទឹមសហើយនឹងស្រាសបាទស្រាសចាប់ពី40អង្សាទៅបាទឬក៏50ក៏បានដែរអញ្ចឹងជាជំរើសបងប្អូនកុំយកអាស្រាលពេកណាបាទបងប្អូនយកអានឹងខ្ទឹមសនឹងមកយកស្រាសឥឡូវខ្ទឹមស1គីឡូស្រាស1លីត្រយើងចាក់វាធ្វើម៉េចឲ្យលីងអញ្ចឹងបងប្អូនឧទាហរណ៍ឥឡូវយើងដាក់ខ្ទឹមសប៉ុណ្ណេះចាខ្ទឹមសប៉ុណ្ណឹងអញ្ចឹងឧទាហរណ៍បាទអញ្ចឹងគឺយើងចាក់ស្រាហ្នឹងឲ្យពេញឲ្យលិចខ្ទឹមហ្នឹងមកត្រាំវាយ៉ាងតិច1ខែកន្លះយើងអាចនិយាយបានថាវា6សប្តាហ៍បាទចាំយើងយកមកប្រើប្រាស់បងប្អូនយកមកប្រើប្រាស់ពេលព្រឹកពីមើលខ្ទឹមឈ្មោលយើងសុំទៅមិនទៅមកខ្ទឹមយើងធម្មតាខ្ទឹមដែលយើងយកទៅស្លមកមើលខ្ទឹមយើងណាបាទខ្ទឹមសខ្ញុំដាក់រូបក្នុងវីដេអូហ្នឹងបងប្អូនមើលបាទមានរូបមន្តផ្សេងទៀតយើងប្រើជាមួយខ្ទឹមឈ្មោលគឺអានោះរូបមន្តផ្សេងមួយទៀតប៉ុន្តែថ្ងៃនេះខ្ញុំនឹងចេញរូបមន្តនឹងមួយសិនសម្រាប់ចែកជូនពុកម៉ែបងប្អូនដែលគាត់មានបញ្ហាដូចជាលើសឈាមបាទលើសអាស៊ីតហើយនឹងស្ករខ្ញុំភ្លេចបញ្ជាក់ពីមុខលើសស្ករលើសអាស៊ីតនឹងទៀតវាមិនមែនជាថ្នាំយើងដាក់ទៅលើសស្ករបើសិនលើសស្ករវិញមិនដាក់ទៅដឹងតែបាត់ 100% នោះទេប៉ុន្តែថាវាជាចំណែកមួយនៃការបញ្ចុះជាតិស្ករផងដែរវាជាចំណែកមួយនៃការបញ្ចុះជាតិអាស៊ីតបើសិនតែបងប្អូនហូបជាប្រចាំសឹងតែជំងឺផ្ដាសាយជំងឺផ្សេងទៀតសឹងតែគ្មានមករកបងប្អូនបានទៀតទេហើយឯដែលសំខាន់ហ្នឹងគឺជំងឺលើសឈាមនឹងឯងគឺពិបាកព្យាបាលមែនទែនកាលណាវាឡើងខ្ពស់ហើយតែវាចាប់ផ្ដើមមានអាការៈនឹងមកលើខ្លួនយើងហើយគឺពិបាកមែនទែនបើថ្មីថ្មោងបងប្អូនសាកប្រើវិធីហ្នឹងបាទប្រើវិធីហ្នឹងព្រឹក2ម៉ឺនបាទល្ងាច2ម៉ឺនបើមានពេលថែមថ្ងៃ2ម៉ឺនទៀតគឺល្អមែនទែនពីកពឹសទួយ2ម៉ឺនធំបាទច្រឡំបងប្អូន2ម៉ឺនហ្នឹងទៅបាទបងប្អូនហើយអាសាវាស់សម្ពាធឈាមមើលផងពេលព្រឹកពេលល្ងាចអាសារយករយអីហ្នឹងបងប្អូនសម្គាល់មើលមែនទេណាកុំឲ្យបញ្ហាលើឈាមហ្នឹងវ័យលុកមកលើរាងកាយយើងបានយូរសោះបងប្អូនតែប្រហែលយូរទៅអត់បានទេរឿងហ្នឹងគឺពិបាកព្យាបាលមែនទេបាទអញ្ចឹងគឺយើងយកខ្ទឹមសលាងសម្អាតឲ្យស្អាតហើយដាក់ខ្ទឹមសធ្វើម៉េចត្រាំឲ្យលិចដូចខ្ញុំឧទាហរណ៍មិនអញ្ចឹងឧទាហរណ៍ខ្ទឹមសប៉ុណ្ណឹងគឺយើងដាក់វាឲ្យលិចប៉ុណ្ណឹងមកបងប្អូនអាចយកវាទៅប្រើប្រាស់បានហើយទុករយៈពេលយ៉ាងតិចបំផុតគឺ1ខែកន្លះបាទទុក1ខែកន្លះឲ្យវាចេញចូលជាតិឲ្យមែនទែនទៅបងប្អូនអាចពិសាបានហើយជាមួយនឹងរូបមន្តនេះបាទបងប្អូនហូបប៉ុណ្ណឹងហើយបងប្អូននេះថែមទឹកក្តៅអ៊ុនពីក្រោយទីផងបើថាវាមានជាតិហាងយើងវាអត់ហាងខ្លាំងទេកាលណាយើងត្រាំយូរទៅប៉ុន្តែពេលខ្លះបងប្អូនចាញ់ក្លិនជាមួយស្រានឹងខ្ទឹមសហ្នឹងណាបាទអញ្ចឹងបងប្អូនដាក់ទឹកក្តៅអ៊ុនមកកែវពីក្រោយហ្នឹងទៀតគឺជួយលង្ស្រាកពេញរាងកាយយើងតែម្ដងបងប្អូនអាចសាកល្បងនឹងរូបមន្តនេះបាទអរគុណមានតែប៉ុណ្្នឹងទេវីដេអូនេះជួយចែកម្លែកដើម្បីទៅដល់បងប្អូនជាច្រើនទៀតដែលគាត់បានដឹងអរគុណជំរាបលា